បាទសូមជម្រាបសួរពុកម៉ែបងប្អូនទាំងអស់គ្នាបាទហើយនេះគឺជាចេកក្រមួនបាទនេះគឺដើមចេកក្រមួនដែលខ្ញុំដាំពីប្រាំងមិញគឺនៅក្នុងខែ4បាទពុកម៉ែបងប្អូនបាទគឺកាលដែលខ្ញុំយកមកដាំនោះគឺដើមតែប៉ុណ្្នឹងទេនេះបាទតែប៉ុណ្្នឹងទេដើមបាទហើយលើនេះឃើញថាវាឡើងធំមែនទែនបាទពុកម៉ែបងប្អូនបាទមកដល់ថ្ងៃនេះគឺថ្ងៃទី30 ខែតុលាឆ្នាំ2025ដែលយើងប្រើពេលតែរយៈពេល6ខែទេគឺវាដើមធំមែនតើបាទដើមធំមែនតើហើយវាបានបង្កើតទៅជាកូនបាទនេះម៉ែបងប្អូនបាទបានកូនជែកដល់ទៅ3កូនបន្ថែមទៀតបាទនេះចា1 2ហើយនេះទៅតែបន្លកមកថ្មីមួយទៀតបាទគឺ3បាទ3កូនហើយបាទ4ទាំងមេវាអញ្ចឹងចេកគឺថាលូតលាស់លឿនមែនតើបាទពុកម៉ែបងប្អូនបាទនេះហើយចេកកមូនគឺជាចេកមួយប្រភេទដែលថាឆ្ងាញ់ហើយយើងអាចរក្សាទុកបានយូរបាទចេកកមូននេះបើយើងស្ងោរបានកាន់តែផ្អែមហើយកាន់តែឆ្ងាញ់បាទពុកម៉ែបងប្អូនយើងបើយើងហូបទុំធម្មតាអត់សូវឆ្ងាញ់ដូចយើងស្ងោរទេស្ងោរគឺថាល្មូតយកតែម្ដងបាទបងប្អូនបាទបងប្អូនមើលទៅគឺថាអៀមមែនតើបាទនឹងសម្រាប់ចេកកមួនបាទគឺថាដីនេះគឺថាល្អមែនតើបាទបងប្អូនគឺដីក្រហមបាទឥឡូវវាបែកកូនយើងអាចបំបែកកូនបានបាទអញ្ចឹងយើងអាចបំបែកកូនចេកនេះបាទឲ្យទៅជាបំបែកបាទយើងបំបែកកូនបានមួយកូនពីរកូនទៀតមកគឺល្អមែនតើបាទប្រាប់ដំណាំចេករបស់យើងបាទចេកខ្ញុំចាប់ផ្ដើមដាក់បាទបងប្អូនបាទចេកនេះគឺល្អមែនតើបាទបងប្អូនបាទធំមែនតើបាទបងប្អូនបាទសម្រាប់វីដេអូនេះគឺខ្ញុំមានតែប៉ុណ្ណឹងចាំជួបគ្នានៅវីដេអូក្រោយទៀត